Bạn ơiជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការកំណត់មុខងារបិទបើកកាមេរ៉ានៅក្នុងទូរស័ព្ទដៃប្រភេទ Android បាទអញ្ចឹងលោកគ្រូអ្នកគ្រូចុចកន្លែង scan QR នេះមកបាទអញ្ចឹងបើសិនមកឃើញលោកគ្រូអ្នកគ្រូឃើញមានផ្ទាំងបែបនេះមានន័យថាលោកគ្រូអ្នកគ្រូអត់ទាន់បានបើកមុខងារក្នុងការអាចលោកគ្រូអ្នកគ្រូ scan QR code ឬក៏បើកមុខងារកាមេរ៉ាបាននេះបាទអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងលោកគ្រូអ្នកគ្រូចុចខ្វែងនេះសិនមកបន្តមកលោកគ្រូអ្នកគ្រូចុចកន្លែងត្រី3នៅក្នុងកម្មវិធី Chrome បាទបន្តមកលោកគ្រូអ្នកគ្រូអូសមកក្រោមហើយយកពាក្យថា setting ហើយអូសមកក្រោមមកបាទលោកគ្រូអ្នកគ្រូឃើញមានពាក្យថា size setting បាទអញ្ចឹងលោកគ្រូអ្នកគ្រូមើលខាងលើនេះឃើញមានដាក់ថាកាមេរ៉ាបាទអញ្ចឹងនៅក្នុងកាមេរ៉ាហ្នឹងគឺគេដាក់ថា not allow បាទអញ្ចឹង not allow មានថាវាអត់ទាន់បើកមុខងារអនុញ្ញាតទេអញ្ចឹងលោកគ្រូចុចលើកាមេរ៉ាហ្នឹងមកបន្ទាប់មកលោកគ្រូ select យកខាងលើយក size can ask for your camera បាទអញ្ចឹងមានន័យថាពេលលោកគ្រូបើកកន្លែងមុខងារកាមេរ៉ាវានឹងទាមទារឲ្យលោកគ្រូអាចអនុញ្ញាតបើកបានបាទអញ្ចឹងខ្ញុំចុចថយមកក្រោយបាទអញ្ចឹងមកដល់កន្លែងនេះលោកគ្រូចុចកន្លែង scan QR សារថ្មីមកបាទហើយលោកគ្រូឃើញមាន3គឺខាងលើនេះគឺ allow បាទ visiting the site មានន័យថាខណៈពេលដែលប្រើ website ហ្នឹងឯងប៉ុន្តែបើ allow this time មានន័យថាអនុញ្ញាតម្ដងពេលតែប្រើពេលហ្នឹងទេដល់ពេលខាងក្រោមហ្នឹងអត់ allow ទេអញ្ចឹងលោកគ្រូយកអាកដាគេបាទអនុញ្ញាតឥឡូវនេះបាទអញ្ចឹងបើសិនបើលោកគ្រូមាន QR អាចដាក់ scan បានព្រោះលោកគ្រូអាចបើកមុខងារកាមេរ៉ារួចរាល់ហើយបាទសូមអរគុណលោកគ្រូ